បាទជំរាបសួរបងប្អូនទាំងអស់គ្នាបាទនេះគឺជាស្ពានជប៉ុនរបស់យើងបាទឥឡូវនេះគម្រោងសាងសង់ថ្មីបងប្អូនបាទគម្រោងសាងសង់ថ្មីយើងធ្វើស្ពានថ្មបាទអញ្ចឹងស្ពានជប៉ុនពីមុនគឺនៅខាងនោះបងប្អូនណាស្ពានជប៉ុនឈើឥឡូវថ្ងៃនេះយើងបានមកលេងកន្លែងគេសាងសង់ស្ពានថ្មីគឺស្ពានថ្មបងប្អូនធ្វើបាន 50% ឯងបងប្អូនអញ្ចឹងស្ពានជប៉ុននេះចាំមើលគេធ្វើឲ្យនឹងគេហៅស្ពានអីវិញហៅស្ពានខ្មែរឬស្ពានអីប៉ុន្តែស្ពានចាស់នេះគេហៅស្ពានជប៉ុនទីតាំងនៅឃុំទំពមាសស្រុកសំរោងទងខេត្តកំពង់ស្ពឺអញ្ចឹងបងប្អូនដែលនៅក្បែរនេះបងប្អូនអាចមកទស្សនាបានតិចទៀតគេធ្វើឲ្យឥឡូវនេះ 50% ខ្ទង់ថាសប្តាហ៍ក្រោយឬក៏2សប្តាហ៍ទៀតបាន 100% បងប្អូនបានហើយនៅពេលដែលគេធ្វើឲ្យ 100% គេបើកសម្ពុតខ្ញុំនឹងធ្វើវីដេអូដើម្បីបង្ហាញទស្សនវិជ្ជានៅកន្លែងនេះម្សិលទៀតណាបងប្អូនអាចចូលមកមើលបានអញ្ចឹងបងប្អូនដែលនៅមកពីខាងកើតវិញដូចជាភូមិញាអោងបាយស្រាព្រៃយន្ទាវទឹកស្អុយយឡងញូហោងខ្វាវអីហ្នឹងព្រៃគ្រួព្រៃពីមខ្លីបាទច្រកខ្លានេះបងប្អូនយើងដែលនៅក្បែរហ្នឹងអាចមកទស្សនានៅទីនេះបានអាចមកថតរូបនៅកន្លែងទឹកស្ទឹងបានបងប្អូននេះទឹកស្ទឹងខែនេះវាអត់តន់ថ្លាទឹកស្ទឹងខែនេះអត់តន់ថ្លាវារៀងនៅល្អក់អញ្ចឹងបើសិនជាតិចទៀតភ្លៀងខ្លាំងទៅទឹកពេញស្ទឹងទៅស្អាតមែនតើកន្លែងនេះអញ្ចឹងវាអាចតែជាកន្លែងដែលយើងដើរលេងបាននៅតំបន់ក្បែរនេះដូចជាទៅខាងនោះមានរីសតនៅកន្លែងភ្នំចំពួយបងប្អូនបាទមានរីសតគេមានរីសតគេមានកន្លែងលក់កាហ្វេលក់អីអញ្ចឹងណាហើយនៅកន្លែងនេះមានទឹកធំកន្លែងយើងដើរលេងទៅតនេះហើយទៅស្ទឹងកន្លែងនោះក៏មានដែរបងប្អូនអញ្ចឹងបងប្អូនដែលចង់មកដើរកំសាន្តនៅក្បែរនេះណាមានរីសតមានកន្លែងភ្នំយើងជិះឡើងភ្នំជិះអីហ្នឹងណាជិះម៉ូតូបានហើយផឹកកាហ្វេផឹកអីបានហើយឬក៏បងប្អូនមកកន្លែងនេះស្ទូចត្រីឆ្លាំងស្ទូចអីបានបងប្អូននេះស្ទូចត្រីពីលើស្ពានអីបានចឹងបងប្អូនដែលមកលេងក៏បានដែរបងប្អូនដែលមកពីចម្ងាយមកលេងបងប្អូននៅលេងមិត្តភ័ក្តិនៅក្បែរនេះណានៅភូមិក្បែរនេះបងប្អូនអាចមកមើលបានហើយវីដេអូថ្ងៃនេះខ្ញុំធ្វើខ្លីៗទេដើម្បីបើកបង្ហាញអំពីសកម្មភាពឬក៏ស្ពានដែលយើងទទួលបាននេះស្ពានថ្មីរបស់យើងនេះឥឡូវហ្នឹងធ្វើអត់ទាន់ហើយទេប៉ុន្តែខ្ញុំចង់ធ្វើវីដេអូដើម្បីចែកជូនពុកម៉ែបងប្អូនឬក៏មិត្តភ័ក្តិដែលនៅភូមិក្បែរខ្ញុំអញ្ចឹងណាបងប្អូនបាទដើម្បីឲ្យគាត់បានស្គាល់បានឃើញថានៅក្នុងស្រុកយើងហ្នឹងបានស្ពានមួយខ្សែឲ្យបងប្អូនមិនមែនត្រឹមតែស្ពានទេបានស្ពានផងហើយនឹងបានផ្លូវផងតាំងពីបើយើងមកពីខាងភ្នំខាងនោះតាំងពីពាំងកន្លងមកកាត់ពាំងកន្លងនេះទៅចេញពជាបាតចេះទៅស្ពឺចេះផ្លូវស្រួលហើយបងប្អូនអញ្ចឹងវីដេអូថ្ងៃនេះខ្ញុំរៀបរាប់បានតែប៉ុណ្្នឹងហើយបងប្អូនវីដេអូក្រោយខ្ញុំនឹងធ្វើវីដេអូពេញដើម្បីបង្ហាញអំពីការសាងសង់ស្ពានបានថ្មី 100% មកទាំងអស់គ្នាបាទជំរាបលាបងប្អូនទាំងអស់គ្នាបាទ